ចាសួស្តីអ្នកទាំងអស់គ្នាចាអរគុណដែលតែងតែទស្សនាក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំថ្ងៃនេះមានពេលថតវីដេអូបាន2 3ដែរដោយសារមករៀនសិក្ខាសាលានៅខេត្តព្រៃវែងហើយខ្ញុំជាអ្នកស្វែងរៀងទេចាហើយចង់និយាយលើកទឹកចិត្តដល់អស់អ្នកណាដែលមានបញ្ហាមានបន្ទុកកង្វល់ជាពិសេសបញ្ហាផ្នែកលុយកាក់នឹងតែម្ដងអ្នកខ្លះជំពាក់គេច្រើនហើយអ្នកខ្លះជួបបញ្ហាផ្សេងៗចាអញ្ចឹងខ្ញុំក៏មានដែរបញ្ហាខ្ញុំក៏ច្រើនដែរពេលខ្លះខ្ញុំក៏ stress ពេលខ្លះក៏ពិបាកចិត្តប៉ុន្តែខ្ញុំមានដំណោះស្រាយមួយគឺការដែលស្វែងរកព្រះសុគ្រីស្ទមានន័យថារកអ្នកជំនួយអញ្ចឹងខ្ញុំមានអ្នកជំនួយចាតែអ្នកជំនួយរបស់ខ្ញុំគឺព្រះសុគ្រីស្ទនឹងឯងពេលដែលខ្ញុំពិបាកឬក៏មានបញ្ហាផ្សេងៗគ្រាន់តែព្រះសុគ្រីស្ទអីសូមជួយខ្ញុំផងអញ្ចឹងគឺព្រះជួយខ្ញុំបានដូច្នេះធ្វើឲ្យខ្ញុំអាចមានអំណរសុខសាន្តវិញបានហើយអាចរស់នៅសប្បាយចិត្តជាមួយក្រុមគ្រួសារជាមួយកូនប្តីអីអញ្ចឹងទាំងអស់គ្នាបានអញ្ចឹងចាអញ្ចឹងអស់អ្នកណាដែលមានបញ្ហាផ្នែកលុយផ្នែកសុខភាពផ្នែកអីផ្សេងៗចាសូមចារកព្រះយេស៊ូវគ្រីស្ទហើយអធិដ្ឋានទៅចំពោះព្រះសូមឲ្យព្រះជួយដោះស្រាយយើងចាហើយសម្រាប់ខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទជាង10ឆ្នាំហើយខ្ញុំមានបទពិសោធន៍ច្រើនដែលព្រះបានធ្វើការអស្ចារ្យក្នុងជីវិតរបស់ខ្ញុំចាដោយសារឃើញការអស្ចារ្យខ្ញុំបានឃើញបទពិសោធន៍ថាព្រះយេស៊ូវគ្រីស្ទពិតជាមានពិតមែនដែលទ្រង់រាល់ថ្ងៃកំពុងតែរស់នៅឯនគរឋានសួគ៌និងក្នុងចិត្តដល់អស់អ្នកណាដែលទទួលជឿយកទ្រង់ជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះចាហើយខ្ញុំនៅវីដេអូបន្តទៀតហើយមានតែប៉ុណ្្នឹងទេចាសូមអ្នកទាំងអស់គ្នាមានថ្ងៃដ៏ល្អហើយរីករាយនៅអ្វីដែលយើងមាននៅក្នុងថ្ងៃនេះអរគុណ